Và video nàyខ្ញុំមានវិធីសាស្ត្រថ្មីក្នុងការផ្សំដើមតបែកដោយពុំចាំបាច់បាទខ្វៀលសបកតបែកឬក៏កោសដើមអីដើម្បីដាក់ចំណុចឲ្យវាចេញទៅទេបាទនេះគឺជាវិធីងាយពុកម៉ែបងប្អូនបាទដោយយើងគ្រាន់តែសម្អាតបាទមេឃតបែកឲ្យស្អាតចឹងទៅហើយយើងយកបាទដបទឹកសុទ្ធយើងហ្នឹងអាធំហ្នឹងអា1លីត្រកន្លះហ្នឹងយើងយកមកដាក់បែបហ្នឹងមកបាទហើយយើងបិទស្កុតអញ្ចឹងគឺដើម្បីកុំឲ្យនៅពេលដែលយើងដាក់ដីចូលទៅកុំឲ្យវាហែកដបចេញណាបាទអញ្ចឹងយើងបិទបែបហ្នឹងមកបាទគឺងាយទេពុកម៉ែបងប្អូនបាទយើងបិទអញ្ចឹងដើម្បីទប់បាទសម្ពាធដីកុំឲ្យវាហែកមកដបចេញបាទតមកទៀតយើងយកដីដុតដីកន្លែងដុតសម្រាមណាបាទយើងយកដីនឹងមកយកមកដាក់ចូលក្នុងនឹងទៅជាការស្រេចហើយបើអត់មានប្រើអុកម៉ូនទៀតទៅពើទេបាទវិធីនេះគឺសាមញ្ញបំផុតបាទប៉ុន្តែរៀងយូរបន្តិចបាទអញ្ចឹងងាយទេបងប្អូនមិនចាំកោសដើមអីទេបាទហើយដើមហ្នឹងគឺវាងាយងាប់តែម្ដងបាទអញ្ចឹងនៅពេលដែលយើងដាក់អញ្ចឹងហើយយើងស្រោចទឹកទៅបាទវាធ្វើខែប្រាំងយើងស្រោចទឹកញឹកតិចទៅបើតែបើខែវស្សាយើងស្រោចទឹកម្ដងម្ដងឬក៏2ថ្ងៃម្ដងអញ្ចឹងទៅបាទអញ្ចឹងយើងស្រោចធ្វើម៉េចឲ្យទឹកជប់បានល្អណាបាទនឹងឲ្យជប់បានអញ្ចឹងទៅអញ្ចឹងរយៈពេលយូរដែរបាទពុកម៉ែបងប្អូនបានកើតបាទគឺជាទូទៅបើសិនតែយើងខ្វៀលសបកតបាយចេញកោសយកសរសៃនំទឹកហើយដាក់វិធីដូចមុនណាបាទគឺធ្វើរយៈពេល45ថ្ងៃទៅ55ថ្ងៃទេគឺដុះឬហើយប៉ុន្តែខ្ញុំចង់អនុវត្តបែបនេះចង់ដឹងថាវាដុះឬអត់គឺវាដុះមែនបាទគឺរយៈពេលដល់3ខែបាទរៀងយូរបន្តិចហើយប៉ុន្តែវិធីនេះគឺយើងអាចធ្វើបានណាបងប្អូនហ្នឹងហើយយើងធ្វើបានដល់រដូវវស្សាណាហើយដោយសារតែឃើញឫសវារៀងស្ទើគឺខ្ញុំទុករហូតដល់ទៅ4ខែបាទ4ខែដើម្បីឲ្យប្រកាសថាឫសវាចាស់ល្អអញ្ចឹងទៅបាទអញ្ចឹងដល់ពេលដែលយើងឃើញតែបែបហ្នឹងហើយយើងអាចកាត់យកទៅដាំផ្ទាល់តែម្ដងក៏បានយើងយកទៅដាក់ក្នុងថង់បំពន់ក៏បានដែរបាទប៉ុន្តែខ្ញុំដាំធ្វើវិធីនេះគឺខ្ញុំយកដាក់ក្នុងផើងឲ្យវាផ្លែក្នុងផើងតែម្ដងអញ្ចឹងយើងយកកបកដបចេញទៅបាទហើយយើងឃើញថាឫសវាដុះបាទចេញពីអាដើមហ្នឹងដោយវាមិនកំណត់ចេញធម្មតាមកធម្មតាទេបាទកន្លែងណាជប់ទឹកបានយូរគឺវាចេញកន្លែងហ្នឹងបាទហើយខាងលើដែលយើងដាក់ដតដីលើហ្នឹងគឺវាអត់ទៅចេញបានទេដោយសារទឹកវាឆាប់ហូតអស់ណាបាទអញ្ចឹងឃើញឫសថាល្អមែនតើបងប្អូនបាទអញ្ចឹងមិនថាយើងប្រើអុកម៉ូនឬអីទេបាទវិធីសាស្ត្រដែលធ្វើបែបនេះគឺវាចេញឫស 100% មែនប៉ុន្តែគ្រាន់តែរយៈពេលវារៀងយូរបន្តិចណាបងប្អូនបាទអាចអនុវត្តទៅបាន3ខែគិតថាភ្លេចខ្លួនបានណាបងប្អូនបាទហើយយើងមិនចាំបាច់កោសអីចេះចោះហើយបាទគឺយើងធ្វើពិធីនេះគឺល្អដែរប៉ុន្តែគ្រាន់តែវាប្រើពេលយូរបន្តិចបាទអញ្ចឹងសង្ឃឹមថាបងប្អូនអាចអនុវត្តទៅបានបាទហើយយើងបន្ទាប់ពីបង្ហាញឫសនៅក្នុងកុំឲ្យថាយើងយកអាដើមផ្សេងមកបន្លប់ណាយើងដោះឫសឲ្យឃើញទៅនឹងថាអូវាដោះចេញអញ្ចឹងមែនបាទឃើញទេបាទអញ្ចឹងពិធីនេះអាចឲ្យបងប្អូនជាកសិករយើងអនុវត្តទៅបានបាទតាមផ្ទះអីគាត់មានដបអីសច្រើនបាទដាក់លេងទៅបាទហើយស្រោចទឹកបាទមួយថ្ងៃម្ដងអញ្ចឹងទៅឬក៏2 3ថ្ងៃម្ដងអញ្ចឹងទៅបាទកុំឲ្យវាដាច់ទឹកណាបាទកាលណាដាច់ទឹកវាមិនងាប់ទេគ្រាន់តែវាងាយចេញឫសរៀងណាហើយវីដេអូនេះគឺខ្ញុំបានដាច់ទឹកច្រើនដែរបាទគឺជាងកាប់4 10ថ្ងៃហ្នឹងបានត្រូចម្ដងអីចឹងទៅបាទអញ្ចឹងមកយើងអនុវត្តឲ្យដិតដល់អាចទៅមួយខែកន្លះ2ខែហ្នឹងអាចចេញឫសទេបាទអញ្ចឹងវីដេអូហ្នឹងគឺមានប៉ុណ្្នឹងឯងបងប្អូនអរគុណជម្រាបលាបាទជួបគ្នាវីដេអូក្រោយៗទៀតបាទ